ngày ní mauពីបើបវេសនការវិញក៏ហត់ហើយអត់មានបានធ្វើអីទេអ្នកទាំងអស់គ្នាហើយសូម្បីតែវីដេអូក៏បានថតឲ្យអ្នកទាំងអស់គ្នាមើលដោយសារតែមនុស្សច្រើនហើយណាមួយទៀតក៏យើងឲ្យហ៊ានថតគេខ្លះប៉ះពាល់ដល់គេអញ្ចឹងទៅហើយក៏ខ្ញុំក៏អត់ហ៊ានថតហើយមកវិញទៀតក៏ហូបបាយក៏អត់មានឆ្អែតទេដោយសារតែមកក៏យើងក៏បានហូបវិតិចអញ្ចឹងទៅក៏ខ្ញុំក៏ឆ្លៀតពេលមកស្ងោរខ្ទឹមម្រេចនិយាយទៅគ្រឿងហ្នឹងគឺម៉ែខ្ញុំគាត់ដាក់ផ្សំរួចឲ្យហើយតែខ្ញុំគ្រាន់តែយកមកដាក់ស្លទេហើយការស្ងោរខ្ទឹមម្រេចខ្ញុំភាគច្រើនគឺស្រួលតែខ្ញុំគ្រាន់តែដាក់លីងសាច់លីងស្ករជាមួយខ្ទឹមហើយក៏ធ្វើឲ្យវារាងជើងក្រងហើយអ្នកទាំងអស់គ្នាគ្រាន់តែដាក់សាច់ទៅហើយរួចហើយអ្នកទាំងអស់គ្នាទុកវាមកសំទោសទៅអ្នកទាំងអស់គ្នាដាក់ទឹកបន្តិចទៅព្រោះអីខ្លះមិនឲ្យវាខ្លោចហើយអ្នកទាំងអស់គ្នាដាក់តឡាចទៅគឺអ្នកទាំងអស់គ្នាគ្របទុកមកសំទោសទៅអ្នកទាំងអស់គ្នាដាក់គ្រឿងទៅអំបិលប៊ីចេងស្ករម្រេចហើយបើអ្នកទាំងអស់គ្នាដែលគាត់អត់ចង់ប្រើខ្លាញ់ចឹងធ្វើដូចខ្ញុំដែលខ្ញុំនិយាយទៅវាស្រួលនៅស្នាមមួយពេលមានខ្លាញ់ចឹងទៅវាពិបាកហើយណាមួយទៀតយើងខ្លះប៉ះពាល់ដល់សុខភាពហើយនេះគឺថាដែលខ្ញុំបានស្ងោរនិយាយទៅគឺស្ងោរមិនតាន់ពោះទេដោយសារតែវាភ្លើងវាអត់ឆេះដោយសារតែយើងប្រើចក្រានលើវាអត់ដូចចក្រានគេអញ្ចឹងហើយវាទ្រាំឆេះខ្ញុំក៏ដាក់អីហើយនេះគឺថាខ្ញុំថតវីដេអូកន្លែងនេះគឺរឿងយោងទីអ្នកនរគ្នាដោយសារអីខ្ញុំអត់បានរៀបចំហើយនេះគឺខ្ញុំយកឆ្នាំងទឹកក្រូបហើយនិយាយទៅគឺសម្លខ្ញុំគឺឆ្អិនរួចអស់ហើយនេះគឺជាសម្លដែលស្លរួចនិយាយទៅគឺរសជាតិវារៀងភ្លាវបន្តិចដោយសារតែវាមានអារម្មណ៍ថាដូចទឹកត្រីអ្នកទាំងអស់គ្នាវាស្ទើរទឹកត្រីហើយក៏ខ្ញុំក៏ឆ្លៀតពេលទៅមើលខោខ្ញុំដោយសារតែយើងមកពីបបិសនការវិញក៏ខ្ញុំបោកខោអាវហើយខោអាវនិយាយទៅវាអត់ចង់ស្ងួតទេដោយសារតែយើងបោកកន្លងរីពេលនឹងងាយដែរហើយក៏ខ្ញុំបោករួចអស់ហើយក៏ខ្ញុំក៏ឆ្លៀតពេលមកហូបបាយដោយសារតែយើងឃ្លានហូបបាយផងហូបបាយពីថ្ងៃបានបន្តិចហើយក៏ឆ្លៀតពេលមកដួសសម្លដួសអីហូបហើយនេះគឺថាសកម្មភាពដែលខ្ញុំបួសសម្លហូបនឹងនិយាយទៅសម្លខ្ញុំហ្នឹងក៏វារសជាតិវាគឺអូខេអាចទទួលយកបានដែរហើយវីដេអូខ្ញុំពេលខ្លះខ្ញុំនិយាយទៅវាអាចរៀងជន់ឃ្លានជាងអ្នកនរគ្នាសូមខន្តីអភ័យទោសផងដោយសារអីខ្ញុំមានថាមនុស្សម្នាក់អត់សូវចេះនិយាយទេហើយណាមួយទៀតក៏ខ្ញុំបង្កើតវីដេអូនេះគឺថ្មីថ្មោងដែរខ្ញុំឆ្ងល់វីដេអូខ្ញុំដល់ពេលខ្ញុំកាត់ទៅគឺថាវាច្បាស់ល្មមដែរដល់ពេលផុសទៅក្នុង Facebook ទៅមិនដឹងថាណាម៉េចវាមានអារម្មណ៍ថាព្រិលវិញខ្ញុំអត់ដឹងថាវាមកពីអីមកពីទូរស័ព្ទខ្ញុំឬមួយក៏មកពីខាង Facebook ខ្ញុំអត់ដឹងខ្ញុំឡើងឆ្ងល់ប្រហែលដល់ពេលមើលវីដេអូខ្លួនឯងវិញមានអារម្មណ៍ថាឡើងអត់ច្បាស់ប្រហែលវីដេអូខ្ញុំក៏មានតែប៉ុណ្្នឹងឯងអរគុណអ្នកទាំងអស់គ្នាសម្រាប់ការតាមដានវីដេអូខ្ញុំតាំងពីដើមរហូតដល់ចប់បាយ